ហើយនឹងម៉ាក់ខ្ញុំមកស្លោប្រហែលទៅពេលខ្ញុំម្ដងម៉ាក់ខ្ញុំមិនដែលធ្វើទេទំទៅធ្វើលើកទី1ជាដំបូងម៉ាក់ខ្ញុំដាក់ទៅពេលចូលឆ្នាំងមួយមករួចឲ្យដាក់អំបិលហើយជាមួយនឹងអង្ករបន្ទាប់មកច្របល់ចូលគ្នាឲ្យសព្វអំពូមីងច្បិចវាបែបហ្នឹងមកឲ្យវាចូលគ្នាឲ្យសព្វបន្ទាប់មកធ្វើការចាក់ទឹកចូលរួចឲ្យយកទៅដាំអំពូមីងរងាស់រយៈពេល1ម៉ោងឥឡូវម៉ាក់ខ្ញុំបើកកំហប់មកឃើញវារៀងមានពពុះម៉ាក់ខ្ញុំតងពពុះនឹងចេញរួចហើយមកបុកគ្រឿងមានខ្ទឹមសខ្ជាយហើយនិងផ្កាក្រៀមម៉ាក់ខ្ញុំបុកវាឲ្យម៉ត់មកឥឡូវម៉ាក់ខ្ញុំបង់ជាមួយនឹងស្លឹកខៃចូលក្នុងអាត្រពាំងហ្នឹងរួចហើយឆុំប្រហុកដាក់ចូលទៅម៉ាក់ខ្ញុំឆុំវាឲ្យចេញជាតិមកបន្ទាប់មកដាក់ចូលក្នុងស្លហ្នឹងណាអំពូមីងបន្ទាប់មកម៉ាក់ខ្ញុំបង់ថៃចូលដាក់ថៃហើយដាក់ជាមួយនឹងល្ពៅរួចហើយអាគ្រឿងបុកហ្នឹងអំពូមីងដាក់ចូលទាំងអស់ហ្នឹងមកបន្ទាប់មកកូរវាណាហើយឃើញមានពពុះសំពពុះនឹងចាញ់ដាក់ជាមួយនឹងស្នៀតពោតចូលនេះអំពូមីងម៉ាក់ខ្ញុំសំពពុះនឹងចាញ់អស់មកហើយដាក់ជាមួយនឹងផ្សិតចូលដល់ផ្សិតចូលហើយខ្ញុំធ្វើការកូរវាតិចបន្ទាប់មកដាក់ស្ករត្នោតអំបិលហើយនិងទឹកត្រីចូលនេះអំពូមីងគឺថាមានពពុះម៉ាក់ខ្ញុំស្រង់វាចេញអញ្ចឹងហ្មងណាហើយដាក់ជាមួយនឹងខ្ទិះស្លឹកងាប់ហើយស្អំចូលដាក់វាចូលហើយបន្ទាប់មកកូរវាមិនណាអំពូមីងកូរឲ្យបន្លែហ្នឹងរៀងឆ្អិនមកតែប៉ុណ្ណឹងគឺរួចរាល់ហើយគឺថាងាយស្រួលស្មានតែពិបាកតាមពិតវិធីធ្វើងាយស្រួលដូចបកចេកអញ្ចឹងតែប៉ុណ្ណឹងម៉ាក់ខ្ញុំធ្វើការដួសដាក់ចានមកហើយបង់ម្ទេសចូលពី3គ្រាប់អំពូមីងឃើញនិយាយពី3គ្រាប់ចឹងប៉ុន្តែទង្វើបង់ចូលចង់មកក្តាប់គឺថាញ៉ាំទៅហឹរឆ្ងាញ់មែនតែនហ្មងណាម៉ាក់ខ្ញុំញ៉ាំស្លទៅទេហ្មងគឺថាអត់ញ៉ាំមួយបាយទេ